wear appropriate clothing for the weather wear proper clothing for the weather គេថាឲ្យយើងស្លៀកសម្លៀកបំពាក់ឲ្យសមរម្យសម្រាប់អាកាសធាតុឬក៏ស្លៀកសម្លៀកបំពាក់ឲ្យត្រឹមត្រូវតាមអាកាសធាតុចឹងបើយើងចេះពាក្យ proper ហើយយើងអាចចេះពាក្យមួយទៀតគឺពាក្យ appropriate ចឹងពាក្យពីរហ្នឹងណាដែលមានន័យថាស័ក្តិសមឬក៏ត្រូវជាមួយអីមួយហើយបើនិយាយពីគីឡូវិញខ្ញុំគិតថាប្រហែលគ្នាតែហ្នឹងកម្រិត intermediate level ពាក្យនេះល្អបងប្អូនគួរចេះហើយហ្នឹងអាចយកទៅប្រើក្នុងការសរសេរការនិយាយបានច្រើនដែរ The cost is approximately $50 The cost is about $50 គេថាថ្លៃហ្នឹងឬក៏តម្លៃគឺប្រហែល$50ចឹងប្រហែលភាសាអង់គ្លេសគេប្រើពាក្យ approximately ហ្នឹងពាក្យឃើញវែងណាឬក៏បើសិនយើងនិយាយខ្លីសម្រាប់គឺពាក្យ about នេះបើសិនជាបងប្អូនរៀនភាសាអង់គ្លេសតាមរយៈការបកប្រែច្រើនណាបងប្អូនបែរជាចាំវាថាមានន័យថាអំពីអីមួយប៉ុន្តែក្នុងនេះន័យនេះមិនមានន័យអំពីគឺមានន័យប្រហែលពាក្យមួយក្នុងភាសាអង់គ្លេសមានន័យច្រើនអញ្ចឹងយើងកុំបកចាំយកហ្មងផ្ទុយទៅវិញយើងហ៊ានយល់វិញន័យនេះគឺប្រហែល The decision seemed arbitrary and unfair The decision seemed random and unfair គេថាការសម្រេចចិត្តហ្នឹងហាក់បីដូចជាចៃដន្យហើយអយុត្តិធម៌ចឹងពាក្យដែលយើងអាចចេះនៅទីនេះគឺពាក្យនេះ arbitrary ដែលមានន័យថាចៃដន្យដូចពាក្យ random ចឹងពាក្យនេះជាពាក្យកម្រិតខ្ពស់បងប្អូនអត់សូវឃើញគេប្រើទេប៉ុន្តែបើយើងចេះយើងយកទៅប្រើទៅអាហ្នឹងគឺបង្ហាញថាយើងចេះភាសាអង់គ្លេសច្រើន I assume he will arrive soon I think he will arrive soon ចឹង think ហើយ assume នេះអាចប្រើជំនួសឲ្យ think បានចឹងបងប្អូនដែលប្រើ think ច្រើនហើយកុំប្រើទៅទៀតយើងអាចប្រើពាក្យ assume វិញទៅខ្ញុំគិតថាគាត់នឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ I assure you everything is fine I promise everything is fine ในទីនេះគឺមានន័យថាធានាខ្ញុំធានាចំពោះមុខអ្នកថាអ្វីៗគឺធម្មតាទេខ្ញុំសូមសន្យាថាអ្វីៗគឺធម្មតាបងប្អូនមើលការប្រើប្រាស់ខុសគ្នាបន្តិចណា assure គឺមាន assure នរណាគេម្នាក់នៅពីក្រោយ assure somebody that អីមួយ happen promise គឺអត់ចាំបាច់ទេគឺ promise that តែម្ដងអញ្ចឹងកន្លែងហ្នឹងប្រើប្រយ័ត្នតិចទៅអញ្ចឹងសាកយកពាក្យមួយមកក្នុងចំណោមហ្នឹងបង្កើតជាប្រយោគឲ្យ comment ក្នុងវីដេអូនេះ